ចាសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរនាងខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលនៅក្នុងចំការចេកចាសម្រាប់ចំការចេកនេះដែរគឺជាចំការចេកពងមាន់ដែលយើងទៅតែដាំរួចចាសម្រាប់ការលូតលាស់វិញឃើញថាល្អខ្លាំងមែនទែនពុកម៉ែបងប្អូនទាំងដងទាំងស្លឹកគឺចេញមកបានវែងល្អចាសម្រាប់បងប្អូនដែលចង់ដឹងពីវិធីសាស្ត្រដាំចេកឲ្យឆាប់បានប្រមូលផលពុកម៉ែបងប្អូនអាចចូលមកមើលវីដេអូនេះបានចាកត្តាទី1ពុកម៉ែបងប្អូនត្រូវតែមានប្រព័ន្ធទឹកជាសំខាន់ចាសម្រាប់ចេកពងមាន់យើងគឺត្រូវការទឹកខ្លាំងមែនទែនមិនថាខែប្រាំងឬខែវស្សាទេចាសម្រាប់ខែប្រាំងសឹងបើយើងដាំពីតូចអញ្ចឹងសឹងថាដាក់រាល់ថ្ងៃតែម្ដងពុកម៉ែបងប្អូនបានចេកយើងលូតលាស់បានលឿនតែបើថាចេកយើងធំហើយ3ទៅ4ថ្ងៃយើងដាក់ម្ដងក៏អត់អីដែរចាបន្ទាប់មកទៀតគឺពុកម៉ែបងប្អូនត្រូវមើលទៅលើស្មៅគឺថាស្មៅនឹងក៏សំខាន់ដែរកាលណាតែស្មៅនឹងឡើងលេចចេកយើងគឺថាចេកយើងនឹងអត់ធំតែម្ដងតែមិនថាតែដំណាំចេកទេពុកម៉ែបងប្អូនសូម្បីតែដំណាំផ្សេងឲ្យតែមានថាស្មៅរួចហើយគឺដំណាំយើងអត់ធំធាត់តាណាទេទោះតែយើងដាក់ជីបប៉ុណ្ណាក៏ដោយចាសម្រាប់ដើមចេកកាលណាបងប្អូនដាំរយៈពេល30ថ្ងៃទៅ30ថ្ងៃជាងហើយឃើញថាចេកយើងចាប់ផ្ដើមចាប់ឫសបានស្អាតហើយពុកម៉ែបងប្អូនអាចកាត់ដើមចោលពាក់កណ្ដាលដើមដើម្បីឲ្យត្រួយនិងស្លឹកចេញថ្មីកាលណាតែបងប្អូនកាត់អញ្ចឹងទៅឃើញថាស្លឹកចេកដែលចេញថ្មីហ្នឹងគឺវែងល្អខ្លាំងមែនទែនអត់មានស្លឹកក្រហមទេចាពុកម៉ែបងប្អូនមិនស្ដាយទេកាលណាតែបងប្អូនស្ដាយឃើញថាចេកយើងនឹងលាស់អត់ស្មើគ្នាហើយចេកយើងអត់សូវមានកម្លាំងបែបនេះទេពេលបងប្អូនកាត់ដើមរួចហើយពុកម៉ែបងប្អូនសង្កេត2ទៅ3ថ្ងៃឃើញថាចេកយើងលាស់ត្រួយថ្មីគឺឃើញថាត្រួយនឹងចេញមកវែងល្អខ្លាំងមែនទែនវាអត់ដូចត្រួយចាស់ដែលយើងអត់កាត់វាចេញមករាងក្រិនហើយស្លឹកវាក្រហមទេ